ក្រោយរៀបការរួចស្វាមីភរិយាមួយគូដែលរៀបការតាមប្រពៃណីពីបុរាណបានទៅសុំពរជ័យកាត់ចំណងដៃពីសំណាក់ព្រះសិរីកុសលសុំសុខាព្រះចៅអធិការវត្តភ្នែកសិលពលីពិធីអាពាហ៍ពិពាហ៍ខ្មែរមួយដែលមានការកោតសរសើរនិងចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជនគ្រប់ស្រទាប់វណ្ណៈក្នុងការរៀបចំបែបប្រពៃណីខ្មែរនិងដែលមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នោះនិងដែលមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នោះក្រោយពីចាប់ពិធីមង្គលការគូស្វាមីភរិយាថ្មីបានទៅសុំពរជ័យកាត់ចំណងដៃនិងសុំពរផ្កាស្លាតាមប្រពៃណីព្រះពុទ្ធសាសនានិងប្រពៃណីជាតិខ្មែរដ៏ឧត្តមឧត្តមរបស់បុព្វបុរសដូនតាខ្មែរពីសំណាក់ព្រះសិរីកុសលសុំសុខាព្រះចៅអធិការវត្តភ្នែកសិលមលីនិងជាព្រះប្រធានពុទ្ធិសមាគមកម្មចរដ្ឋនាព្រឹកថ្ងៃទី22ខែកុម្ភៈឆ្នាំ2026តាមរយៈ Facebook ផ្លូវការរបស់វត្តភ្នែកសិលពលីបានបញ្ជាក់យ៉ាងដូចនេះថាអាយដាមសុកចិន្តាសោភាឧបនាយករដ្ឋមន្ត្រីនិងលោកចំទាវតុនឯកសូវីព្រមទាំងអង្គញាសៅសេងហៈនិងលោកចំទាវរស់តារាដែលត្រូវជាមេដាបាននាំកូនប្រុសកូនស្រីទាំងពីរដែលទៅបញ្ចប់មង្គលការប្រកបដោយសិរីសួស្តីហើយថ្មីនេះគឺកូនប្រុសនាមសុកសិរីឧត្តមនិងកូនស្រីនាមលីសូវុនដារីតាថ្វាយបង្គំព្រះសិរីកុសលសុំសុខាព្រះចៅអធិការវត្តភ្នែកសិលពលីដើម្បីសុំអូវាទជាធម្មមេកថាពីព្រះអង្គនិងសុំពរជ័យកាត់ចំណងដៃសុំពរផ្កាស្លាតាមប្រពៃណីព្រះពុទ្ធសាសនានិងប្រពៃណីជាតិខ្មែរដ៏ឧត្តមឧត្តមរបស់បុព្វបុរសដូនតាខ្មែរក្នុងឱកាសនោះដែរព្រះសិរីកុសលសុំសុខាក៏បានបញ្យល់អំពីមង្គលជីវិតដែលមានសម្ដែងនៅក្នុងមង្គលសូត្រទាំង38ប្រការនិងបានបញ្យល់ណែនាំដល់គូស្វាមីភរិយាថ្មីត្រូវរស់នៅតាមកន្លងប្រពៃណីទំនៀមទម្លាប់របស់ដូនតាដ៏ផូរផង់នៃយើងនិងចេះរស់នៅជាមួយគ្នាប្រកបដោយសេចក្តីស្រឡាញ់ក្នុងធម៌មេត្តាករុណាសង្គ្រោះគ្នាទៅវិញទៅមក